ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំបង្ហាញពីមីឆាទៀតហើយចំពោះនាងខ្ញុំម្នាក់នេះគឺចូលចិត្តញ៉ាំមីឆាសរសៃមូលនេះមែនតើគ្រាន់តែថាគ្រប់ពេលដែលនាងខ្ញុំឆាមីសរសៃមូលនេះគឺផ្លាស់ប្ដូរសាច់ផ្លាស់ប្ដូរបន្លែគឺគ្រប់ចម្រោះតែម្ដងចាពិសេសថ្ងៃនេះគឺនាងខ្ញុំយកហ៊ូគីយើងយកទៅបំពងហើយយកមកឆាមីរសជាតិហ៊ូគីបំពងយកមកឆាមីគឺមានរសជាតិឆ្ងាញ់ជាងសាច់ទៀតបងប្អូនជឿអត់អូខេបើសិនជាបងប្អូនជឿនាងខ្ញុំថាឆ្ងាញ់បងប្អូនអាចសាកល្បងឆាមីតាមរបៀបនាងខ្ញុំនេះបានថ្ងៃនេះគឺនាងខ្ញុំឆាមីសរសៃមូហើយសាច់តែត្រីយកមកឆាជាមួយនឹងមីអត់មានសាច់អ្វីច្រើនទេគឺមានតែសាច់កលៀនជ្រូកមួយមុខគត់ប៉ុន្តែអ្វីដែលធ្វើឲ្យរសជាតិមីកាន់តែឆ្ងាញ់ពិសេសនោះគឺហ៊ូគីបំពងនេះឯងឥឡូវនេះគឺនាងខ្ញុំមកលាយទឹកសុសសិនហើយចំពោះទឹកសុសសម្រាប់ឆាមីក៏មានជាមួយនឹងទឹកស្អៀវទឹកប្រេងខ្យងទឹកម្ទេសសាតេហើយក៏មានជាមួយនឹងម្សៅស៊ុបប៊ីចេងហើយនិងស្ករបន្តមកទៀតនោះក៏នាងខ្ញុំបន្ថែមជាមួយនឹងទឹកស៊ុបបន្តិចចូលទៅដើម្បីកូរគ្រឿងផ្សំនេះឲ្យបែកចូលគ្នាល្អបើសិនបើជាបងប្អូនអត់មានទឹកស៊ុបទេក៏យើងអាចបន្ថែមជាមួយនឹងទឹកសធម្មតាក៏បានដែរឥឡូវនេះក៏នាងខ្ញុំមកបំពងខ្ទឹមឲ្យបានឈ្ងុយបន្ទាប់ពីបំពងខ្ទឹមបានឈ្ងុយហើយក៏ដាក់ជាមួយនឹងសរសៃមីចូលទៅហើយក៏បន្ថែមជាមួយនឹងទឹកសុះហើយនឹងទឹកស៊ុបបន្តិចឆារហូតដល់សរសៃមីរបស់យើងនេះបានទន់ឆ្អិនល្អបន្ទាប់ពីសរសៃមីបានទន់ឆ្អិនល្អហើយក៏បន្ថែមជាមួយនឹងទឹកម្សៅឆាបន្តិចដើម្បីធ្វើឲ្យគ្រឿងផ្សំនោះដិតជាប់ជាមួយសរសៃមីធ្វើឲ្យសរសៃមីរបស់យើងមានជាតិឆ្ងាញ់ចាឥឡូវនេះមីក៏នាងខ្ញុំបានឆាឆ្អិនរួចរាល់ហើយក៏ដួសទុកមួយឡែកសិនបន្ទាប់ពីនាងខ្ញុំដួសមីរួចរាល់ហើយក៏បន្តមកឆាបន្លែមួយវគ្គទៀតនិយាយទៅសម្រាប់នាងខ្ញុំនេះពេលដែលឆាមីគឺរៀងកញ្ចេកកញ្ចប់ច្រើនណាបងប្អូននិយាយទៅចំពោះនាងខ្ញុំនេះឲ្យតែថាឆាមីគឺចែកចេញជា3វគ្គតែម្ដងឆាមីឆាបន្លែហើយនិងឆាសាច់ចាឆារៀងកញ្ចេកកញ្ចប់ច្រើនក៏ប៉ុន្តែធ្វើឲ្យមីគឺមានរសជាតិឆ្ងាញ់អានេះសម្រាប់នាងខ្ញុំវិញណាចាបើសិនជាបងប្អូនចង់កាត់តាមរបៀបបងប្អូនក៏បានដែរបន្ទាប់ពីនាងខ្ញុំឆាមីឆ្អិនរួចរាល់ហើយឥឡូវនេះក៏មកឆាបន្លែហើយចំពោះបន្លែនេះក៏ឆាដូចតែមីដែរចាដាក់រំលីងខ្ទឹមហើយក៏ដាក់ជាមួយនឹងបន្លែដាក់ជាមួយនឹងសោះហើយក៏បន្ថែមជាមួយនឹងទឹកម្សៅឆាហើយនឹងទឹកស៊ុបឆាច្របល់រហូតដល់បន្លែរបស់យើងនេះបានឆ្អិនល្អហើយចំពោះហ៊ូគីគឺយើងត្រូវយកទៅបំពងហើយយកទៅត្រាំទឹកឲ្យរីកហើយក៏យើងហាន់ជាចំណិតទៅតាមចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនឥឡូវនេះបន្លែក៏បានឆ្អិនរួចរាល់ហើយដួសស្រូបពីលើមីចាបន្ទាប់ពីដួសបន្លែស្រូបពីលើមីរួចរាល់ហើយជាចុងក្រោយគឺឆាសាច់ម្ដងទៀតស្រូបពីលើចាអូខេឥឡូវនេះក៏បន្តមកឆាសាច់ហើយចំពោះកលៀនជ្រូកនេះក៏នាងខ្ញុំបានធ្វើការស្រុះទឹកក្តៅរួចរាល់ហើយអញ្ចឹងក៏អត់មានកង្វល់ជាមួយនឹងបញ្ហាក្លិនបញ្ហាអីដែរចាចំពោះកលៀនជ្រូកនេះពេលដែលយើងឆាក៏ត្រូវបន្ថែមជាមួយនឹងទឹកសុះហើយនឹងទឹកម្សៅឆាផងដែរនិយាយទៅបងប្អូនកុំកង្វល់ថាឆាពី3តង់អញ្ចឹងប្រហែលជារសជាតិលើក្រោមមិនស្មើគ្នាអញ្ចឹងណាបងប្អូនកុំកង្វល់សុះមួយចានដែលយើងបានលេងមុនហ្នឹងគឺមានរសជាតិស្មើគ្នាហើយអូខេឥឡូវនេះក៏ជិតដល់រដូវសែនចិន